special verb ទី1គឺ fall for special verb ទី2 go out with special verb ទី3 get along with បាទ special verb ទី4គឺ hang out special ចុងក្រោយបាទ special verb ចុងក្រោយគឺ ask out បាទគុំមកកាន់ថ្នាក់រៀនភាសាអង់គ្លេសជាមួយ Mr. Sotens ថ្ងៃនេះយើងនឹងបន្តសិក្សារៀនសូត្រមេរៀនតាក់ទងទៅនឹង special verbs បន្តទៀតបាទ special verb របស់យើងនៅក្នុងវីដេអូមួយនេះគឺតាក់ទងទៅនឹង relationship តាក់ទងទៅនឹងទំនាក់ទំនងបាទទំនាក់ទំនងណា special verb របស់យើងទី1គឺ fall for បាទ fall for បាទគឺនិយមប្រើមែនទែនទៅលើសេចក្តីស្រឡាញ់សេចក្តីស្នេហាអញ្ចឹងទៅការពត់ពណ៌នៅអារម្មណ៍អីចឹងណាអូខេអញ្ចឹងឃើញរូបភាពហើយបងប្អូនអាចគិតអំពីអត្ថន័យគឺ fall for បាទ fall for មានអត្ថន័យថា to develop romantic feelings for someone or to start linking someone in a love sense បាទបើយើងបកប្រែឲ្យចំទៅមានថាយើងលងអញ្ចឹងណាពាក្យថាលងហ្នឹងលងស្រឡាញ់លងស្នេហ៍អញ្ចឹងទៅអូខេយើង fall for បើយើងបកប្រែតាមអត្ថន័យរបស់យើងនេះគឺមានថាការវិវត្តនៃអារម្មណ៍បាទអារម្មណ៍បែប romantic ហ្នឹងទៅលើណាម្នាក់ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ផ្សារភ្ជាប់នៅអារម្មណ៍នៃស្នេហាហ្នឹងទៅណាម្នាក់អញ្ចឹងណាបាទបកប្រែឲ្យចំទៅយើងលងបាទលងបាទយើងថាលងហើយលងលើអ្នកហើយអូខេឧទាហរណ៍ example I think I'm falling for her because it's hard to stop thinking about her បាទខ្ញុំកំពុងតែលងស្នេហ៍លើនាងហើយដោយសារវាពិបាកក្នុងការបញ្ឈប់ការគិតពីនាងអញ្ចឹងណាអូខេpressure verb ទី2របស់យើងគឺ go out with ជាធម្មតានៅពេលដែលយើងប្រើនៅក្នុងស្ថានភាពតាក់ទងទៅនឹងមនុស្សពីរនាក់កំពុងតែស្រឡាញ់គ្នាឬក៏កំពុងមានតំណែងជាមួយគ្នាអីយើងសំដៅទៅលើគាត់ហ្នឹងមានអត្ថន័យថា to date someone or spend time together romantically បាទអញ្ចឹងមានន័យថាបើយើងប្រើមនុស្សទូទៅមានថាយើងចេញក្រៅដល់ថាយើងប្រើជាមួយនឹងដៃគូស្នេហាយើងមានថាយើង date គ្នាបាទយើង date គ្នាឬក៏យើងចំណាយពេលជាមួយគ្នាហ្នឹងបែប romantic អញ្ចឹងណាអូខេយើងអាចបកប្រែថាយើងប្រើ clear go out with បានអូខេឧទាហរណ៍ example he asked her if she wanted to go out with him this weekend អញ្ចឹងមានថាគាត់ស្នើសុំបើសិនជានាងចង់ចេញក្រៅជាមួយគាត់ហ្នឹងនៅចុងសប្តាហ៍នេះអូខេបាទមានថាយើងគាត់ចង់ date អត់បាទបើចង់ date យើងចេញក្រៅនៅសប្តាហ៍នេះអូខេ pressure verb ទី3របស់យើងគឺ get along បាទ get along យើងឃើញរូបភាពសើចក្អាកជាមួយគ្នាយើងអាចបកប្រែខ្លួនឯងបានហើយណាថាវាមានអត្ថន័យបែបម៉េចគឺ get along បាទ get along it means to have friendly or harmonious relationship like to each other អូខេចឹង get along មានអត្ថន័យថាយើងមានតំណែងតំណងហ្នឹងបែបស្និទ្ធស្នាលបាទ harmonious ហ្នឹងមកពីពាក្យ harmony គឺសុខដុមរមនាអញ្ចឹងណាមានតំណែងតំណងបែបសុខដុមរមនាបើនិយាយចំហ្នឹងថាត្រូវគ្នាបាទត្រូវគ្នាណាស៊ីគ្នាណាឬក៏ដើរមួយគ្នាហ្នឹងគឺត្រូវតែម្ដងបាទយើងចូលចិត្តគ្នាណាគឺឧទាហរណ៍ they really get along with each other so they rarely have argument បាទពួកគេហ្នឹងពិតជាត្រូវគ្នាណាពួកគេកម្រនឹងឆ្លោះគ្នាណាបាទ argument ហ្នឹងមានថាកម្រដែលមានចំនួនជាមួយគ្នាណាបាទ clear ទី4របស់យើងគឺ hang out បាទ hang out យើងនិយមប្រើបាទ hang out យើងប្រើប្រាស់ស្តៀងជាមួយនឹងgo out with ដែរណាអូខេបើ hang out ជាទូទៅយើងមានអត្ថន័យថា to spend casual relax time together បាទ can be platonic or romantic អញ្ចឹងណាអូខេបាទយើងចេញក្រៅកន្លែងនេះគឺចេញក្រៅបែបដើរលេងសម្រាប់កាយអីចឹងទៅបាទយើងអាចប្រើក្នុងស្ថានភាពជាទូទៅបានដូចគ្នាអូខេឧទាហរណ៍ they like to hang out at the coffee shop on weekends បាទពួកគេចូលចិត្តបបប្រែថាដើរលេងក៏បានឬក៏ចេញក្រៅនៅកាហ្វេហាងកាហ្វេនៅរៀងរាល់ចុងសប្តាហ៍អញ្ចឹងណាអូខេបាទ clear ចុងក្រោយរបស់យើងនៅក្នុងវីដេអូនេះគឺ ask out
ask out បាទ ask out បាទមានអត្ថន័យថា to invite someone on a date បាទអញ្ចឹងមានន័យថាអញ្ជើញនរណាម្នាក់ហ្នឹងគឺទៅ date អញ្ចឹងណាអូខេយើង ask out បាទយើងស្នើសុំគេចេញទៅក្រៅជាមួយគ្នាអីណាយើងអាចប្រើពាក្យ ask out ដូចគ្នាណាអូខេ She finally asked him out after weeks of talking បាទនាងចុងក្រោយហ្នឹងស្នើសុំចេញក្រៅជាមួយនឹងគាត់បាទសុំស្នើសុំគាត់ហ្នឹងចេញក្រៅបន្ទាប់ពីចែកគ្នាអស់ជាច្រើនសប្តាហ៍មកបាទមានន័យថាតេតអ្នកតំណងចែកគ្នាអស់ច្រើនសប្តាហ៍ហើយបានហ៊ានជើញគេឬក៏ហ៊ានស្នើសុំគេនឹងចេញទៅក្រៅឬក៏ទៅ date អីចឹងណាអូខេបាទតោះឥឡូវយើងមកសរុបឡើងវិញនៅវីដេអូរបស់យើងរៀនតាក់ទងទៅនឹង pressure verb ចំនួន5 pressure verb ទី1គឺ fall for pressure verb ទី2 go out with pressure verb ទី3 get along with បាទ pressure verb ទី4គឺ hang out pressure ចុងក្រោយបាទ pressure verb ចុងក្រោយគឺ ask out បាទអរគុណសម្រាប់ការសិក្សារៀនសូត្ររបស់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានសិក្សារៀនសូត្រនៅចំណេះដឹងតាក់ទងទៅនឹង pressure verb ចំនួន5នេះហើយយកទៅប្រើប្រាស់ក្នុងជីវភាពនៅប្រចាំថ្ងៃបងប្អូនអាចប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងការចូលរួមចំណែកកសាងសមត្ថភាពរបស់បងប្អូនក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងនៅថ្ងៃក្រោយបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ